Sustain on here. Please come to study with me. Yes. Today I would like to teach you about newspaper translation from English to Khmer. ថ្ងៃនេះខ្ញុំចង់បរៀនអ្នកនរគ្នាតទៅនឹងរបៀបនៃការបកប្រែកាសែតបាទហើយខ្ញុំចង់លើកយកចំណងជើងកាសែតមួយដែលគួរឲ្យចាប់អារម្មណ៍ដែរប៉ុន្តែវាជាកាសែតក្នុងស្រុកទេបាទគឺខ្មែរ Times គឺខ្ញុំនឹងចង់បរៀនអ្នកនរគ្នាពីរបៀបនៃការបកប្រែកាសែតក្រៅពីយើងចេះវិជ្ជាករហើយអ្នកនរគ្នាត្រូវយកវិជ្ជាករយើងទៅអនុវត្តនៅក្នុងស្ថានភាពជាក់ស្ដែងជាពិសេសទាក់ទងជាមួយនឹងការបកប្រែទូទៅថ្ងៃនេះខ្ញុំនឹងបរៀនយើងអំពីរបៀបនៃការបកប្រែកាសែតដើម្បីជាចំណេះដឹងសម្រាប់អ្នកគ្នាហើយអ្នកគ្នាអាចអានអត្ថបទក្នុងស្រុកក៏ដោយអត្ថបទបរទេសក៏ដោយប៉ុន្តែតាមរយៈនៃការសិក្សាជាមួយខ្ញុំនៅពេលនេះអ្នកគ្នានឹងយល់ច្បាស់អំពីរបៀបនៃការបកប្រែកាសែតយ៉ាងជាក់លាក់បាទអញ្ចឹងដំបូងឡើយគឺខ្ញុំសូមយកលើប្រធានបទមួយដែលគេសរសេរថា US tariff and Middle East conflict strengthen Asian crude official war បាទនេះគឺជាចំណងជើងកាសែតដែលគេសរសេរមកហើយយើងគួរតែចាប់ផ្ដើមបកប្រែពីណាមកដើម្បីយើងចាប់ផ្ដើមបកប្រែពីណាមកអ្នកនរគ្នាត្រូវរៀនវាត្រូវរៀនវាអញ្ចឹងខ្ញុំនឹងប្រែពាក្យមួយឲ្យអ្នកគ្នាស្ដាប់អ្នកគ្នាអាច take note បាន US បកប្រែថាសហរដ្ឋអាមេរិកtariff នេះគឺពន្ធដារ tariff នេះគឺពន្ធដារណា tariff នេះគឺពន្ធដារ Middle East នឹងបើថាបច្ឆិមបូព៌ាបាទ Middle East នឹងបច្ឆិមបូព៌ា conflict នេះយើងបកប្រែថាចំនួន strengthen នេះបើថាគម្រាមកំហែងទៅដល់ Asianគឺអាស៊ានបាទ ការរីកលូតលាស់ ASEAN ការរីកលូតលាស់ខាងផ្នែកអាស៊ាន officials បើថាក្រុមមន្ត្រី warm បើថាប្រមានអញ្ចឹង official នេះគឺយើងបកប្រែថាក្រុមមន្ត្រីបាទគេ warm នេះគឺយើងបកថាប្រមានប៉ុន្តែបើពាក្យទាំងអស់នេះយើងចេះបកប្រែអស់ហើយតែអ្នកនរគ្នាត្រូវចាប់តាមបកពីពេលណាមុនជាទូទៅនៃការបកចំណងជើងក្បាលកាសែតកាលណាគេឃើញមានដូចជា warm ប្រមានដូចជា official គេឃើញ official warm ឬក៏គេឃើញ official set យើងតែងតែបកប្រែចេញពីនេះមកមុនបាទយើងចាប់តាមបកពីនេះមកមុនណាគេបកពីមកមុនអាហ្នឹងគេហៅវាថាជា indirect speech បាទគេហៅវាថា indirect speech វាថាការដកស្រង់សម្ដីមិនផ្ទាល់អញ្ចឹងយើងរកឃើញ indirect speech ហ្នឹងសិនទើបយើងអាចចាប់តាមគិតថាបកប្រែពីណាបន្តមកទៀតអញ្ចឹងនេះគឺជា indirect speech នេះសំដៅលើអ្វីដែលយើងដកស្រង់ពាក្យពេចន៍ដែលគេមកនិយាយហើយមកសរសេរដូចជា he said that គាត់និយាយថា he told that គាត់ប្រាប់ថា he addressed that គាត់សន្ទរថាមកថាគេ official warned that ក្រុមមន្ត្រីនឹងបានព្រមានថាអាហ្នឹងឯងដែលហៅថា indirect speech អញ្ចឹងទៅពេលយើងចាប់ផ្ដើមបកប្រែភាសាអង់គ្លេសយើងរក indirect speech ហ្នឹងឲ្យឃើញសិនយើងចាប់ផ្ដើមកលេចមួយប្រយោគផ្សេងទៀតបាទអញ្ចឹង official set នេះយើងចាប់ទុកថាវាជា indirect speech យើងចាប់ផ្ដើមបកប្រែមុនគេហើយបន្តមកទៀតយើងឃើញមានពាក្យ tariff noun អញ្ចឹងនៅក្នុងការបកប្រែភាសាអង់គ្លេសអ្នកនរគ្នារកមួយគេហៅគេថា main noun ស្គាល់ពាក្យ main noun ទេ main noun គឺជានាមដែលសំខាន់នៅក្នុងប្រយោគមានថាក្នុងប្រយោគរបស់យើងហ្នឹងតើមាននាមណាដែលយើងចាំបាច់ត្រូវតែចាប់យកហើយបកប្រែវាមុនគេហ្នឹងជាយើងនិយាយងាយស្រួលស្ដាប់ណាដូច tariff ពន្ធដារសហរដ្ឋអាមេរិកគឺអញ្ចឹង tariff ជាពន្ធដារសហរដ្ឋអាមេរិកយើងបកអា main noun មុនគេពន្ធដារសហរដ្ឋអាមេរិកហើយនឹងចំនួននៅប្រចាំបូព៌ា street នេះគឺជាគេយ៉ាស័ព្ទគម្រាមកំហែង Asian crow បាទ Asian crow មានថាការរីកលូតលាស់របស់អាស៊ានក្រមមន្ត្រីបានព្រមានថាពន្ធដាររបស់សហរដ្ឋអាមេរិកហើយនឹងចំនួនប្រចាំបូព៌ាបានគម្រាមកំហែងដល់ការរីកលូតលាស់របស់អាស៊ានបាទនឹងគេសរសេរចំណងជើងអញ្ចឹងឃើញទេពេលយើងចេះទៅនេះចេះយើងងាយស្រួលបកប្រែទេយើងចុះមកក្រោមទៀតមកគេស្ដាប់ unilateral US tariff measures and escalating conflict in the Middle East are challenging the Association of South Asian Nations close Cambodian officials and business leaders warned yesterday. Okay?
you know the unilateral ឯកតោភាគីបាទ unilateral ឯកតោភាគី US បូកថាសហរដ្ឋអាមេរិក tariff ពន្ធដារ measure វិធានការ measure ហ្នឹងបើយើងបកប្រែថាវិធានការ escalating you know escalating វាថាកំពុងតែកើតមានឡើង escalating កំពុងតែកើតមានឡើង conflict ចំនួន in the medias នៅក្នុងប្រចាំពពា are challenging នេះវាគឺជាទម្រង់ការ present continuous នៅពេលដែលយើងជួបទម្រង់ការបែបហ្នឹងយើងបកប្រែថាកំពុង challenge ហ្នឹងគឺប្រឈមតែពេល are challenging កំពុងតែប្រឈមបាទ as the Association of South Asian Nations growth យើងបកប្រែថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នេះហៅថាអាស៊ានអញ្ចឹងអាស៊ានពាក្យកាត់របស់វាពាក្យពេញរបស់វាគេដែរពាក្យពេញរបស់វាគឺ the Association of South Asian Nations យើងបកប្រែថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នេះ South Asia ហ្នឹងអាស៊ីអាគ្នេយ៍ South Asia ហ្នឹងអាស៊ីអាគ្នេយ៍តែពេលគេដាក់ថា Association of South Asian Nation បកប្រែថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ Crow រីកលូតលាស់បាទ Cambodian official នេះ official ហ្នឹងក្រុមមន្ត្រី Cambodian official ក្រុមមន្ត្រីនៃប្រទេសកម្ពុជា and business leader ហើយនិងក្រុមអ្នកដឹកនាំខាងផ្នែកពាណិជ្ជកម្ម warm yesterday បានព្រមានការពីម្សិលមិញថាអញ្ចឹងអា Cambodian official and business leader warm yesterday ហ្នឹងវាដើរតួនាទី indirect speech អញ្ចឹងយើងត្រូវបកប្រែអានឹងមុនគេបន្តមកទៀតយើងរក main noun នេះ measure នេះវាគឺជា main noun ដែលយើងត្រូវចាប់ក្បាលត្រូវបកពីមុនគេហើយយើងឃើញ conflict ដូចគ្នាដែរ conflict ក៏វាជា main noun ដែរបាទអញ្ចឹងខ្ញុំបកប្រែស្ដាប់ខ្ញុំបកពីនេះមកក្រុមមន្ត្រីប្រទេសកម្ពុជាហើយនឹងមេដឹកនាំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាបានពមៀនការពីម្សិលមិញថាវិធានការពន្ធដាររបស់សហរដ្ឋអាមេរិកដែលជាឯកតោភាគីហើយនឹងចំនួនដែលកំពុងតែកើតមានឡើងនៅក្នុងប្រចាំពពាគឺកំពុងតែធ្វើឲ្យកំពុងតែធ្វើឲ្យការរីកលូតលាស់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ប្រឈមមុខបាទនេះយើងបកប្រែចឹងក៏បានដែរនឹងយើងប្រែសម្រួលអញ្ចឹងឬក៏យើងបកប្រែចំបណ្ដោយហ្មងទៅក្រុមមន្ត្រីប្រទេសកម្ពុជាហើយនឹងមេដឹកនាំពាណិជ្ជកម្មបានព្រមានការពីម្សិលមិញថាវិធានការពន្ធដារសហរដ្ឋអាមេរិកជាឯកតោភាគីហើយនឹងចំនួនដែលកំពុងតែកើតមានឡើងនៅក្នុងប្រចាំពពាគឺកំពុងតែប្រឈមនឹងការរីកលូតលាស់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បាទយើងបកប្រែអញ្ចឹងក៏បានដែរបាទយើងបកប្រែអញ្ចឹងក៏បានដែរដូចគ្នាអញ្ចឹងអង់គ្លេសពេលដែលយើងចេះរ៉ាយរ៉ាស់ពាក្យទៅយើងចេះសម្រាយពាក្យបាទយើងអាចចេះលេងពាក្យចេះលេងប្រយោគបានដល់ពេលដែលយើងយល់អំពី clear ណាដែលត្រូវបកប្រែមុន clear ណាដែលត្រូវបកប្រែខាងក្រោយអញ្ចឹង clear ដែលត្រូវបកប្រែមុនគេអ្នកនរគ្នាត្រូវស្វែងរក indirect speech ឬក៏ direct speech ហើយបន្តមកទៀតអ្នកនរគ្នាទៅរក main noun នេះ main noun គឺជានាមដែលយើងត្រូវចាប់ផ្ដើមសន្លឹងថាមួយណាដែលសម្បាច់មួយណាដែលចាំបាច់ដែលយើងត្រូវចាប់ផ្ដើមមុនគេបាទយើងតមកទៀតមក Speaking at the opening of the Cambodian Asian Business Summit 2026 បាទ Speaking at opening of the Cambodian Asian Business Summit 2026 Prime Minister Hun Manet said the world faced mounting uncertainty supply chain disruptions and rising political tensions that threaten regional stability បាទខ្ញុំសូមអានម្ដងទៀត Speaking at the opening of Cambodia Asian Business Summit 2026 Prime Minister Hun Manet said the world faced mounting uncertainty supply chain disruptions and rising political tensions that threaten regional stability បាទ Speaking at the opening of the Cambodian Asian Business Summit 2026 បាទដោយនេះខណៈយើងឃើញដោយការនិយាយ
នៅឯការសម្ពោធនៅ opening នេះយើងមិនមែនបកប្រែថាបើកទ្វារទេកាលណាយើងប្រើ the opening of នៅក្នុងការព្រឹត្តិការណ៍ដូចជា opening of the event គេថាការសម្ពោធនៅព្រឹត្តិការណ៍ការសម្ពោធនៅហាង opening of the store មិនបើកហាងទេយើងបកប្រែថាសម្ពោធបាទ opening យើងបកប្រែថាសម្ពោធជាទូទៅ open យើងបកប្រែថាបើក open the door យើងបកប្រែថាបើកទ្វារ open the window បកប្រែថាបើកបង្អួចប៉ុន្តែកាលណាគេយកពាក្យ open នេះប្រើជាមួយនឹង business មកក្នុងវិស័យពាណិជ្ជកម្មដូចជា open the business summit សម្ពោធនៅកិច្ចប្រជុំពាណិជ្ជកម្មសម្ពោធនៅហាង the opening of the store បាទយើងប្រើហ្នឹង The opening of Cambodia Asian Business Summit 2026ការសម្ពោធនៅឯកិច្ចប្រជុំកំពូលពាណិជ្ជកម្មអាស៊ានហើយនិងប្រទេសកម្ពុជាឆ្នាំ2026 Prime Minister ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាលោកហ៊ុនម៉ាណែត said បានមានប្រសាសន៍ថា The world ពិភពលោក face នឹងប្រឈមមុខ face នឹងប្រឈមមុខ face នឹងបកប្រែថាប្រឈមមុខ face បើយើងជានាម face បកប្រែថាជានាមមកថាមុខប៉ុន្តែបើសិនបើ face ដើរតួនាទីជាកិរិយាសព្ទ face នឹងគឺបកថាប្រឈមមុខ The world face mounting uncertainty បកថាពិភពលោកប្រឈមមុខនឹងភាពមិនច្បាស់លាស់ដែលកំពុងតែកើតមានឡើង mounting ហ្នឹងគេថាកំពុងតែកើតមានឡើងវាស្មើនឹងពាក្យមួយទៀត escalating បាទ mounting នេះវាស្មើពាក្យ escalating ហ្នឹងបើថាកំពុងតែកើតមានឡើង supply ផ្គត់ផ្គង់ change មិន change បកប្រែថាច្រវាក់បាទ disruption ការរំខាន disruption ហ្នឹងបើថាការរំខាន and rising political tension rising កើនឡើងមិនកាត់ឡើងណាកើនឡើង rising កើនឡើងពេល mountain កើតឡើង escalating កើតឡើងបាទពាក្យស្មើគ្នាគេលេងពាក្យក្នុងន័យនេះគេលេងពាក្យ and political tension ភាពតានតឹងខាងផ្នែកនយោបាយ that strengthen regional stability ដែលគំរាមទៅដល់ស្ថិរភាពក្នុងតំបន់ដោយនិយាយនៅកម្មវិធីសម្ពោធកិច្ចប្រជុំកម្ពុជាពាណិជ្ជកម្មកម្ពុជាអាស៊ានក្នុងឆ្នាំ2026នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាលោកហ៊ុនម៉ាណែតបានមានប្រសាសន៍ថាពិភពលោកប្រឈមមុខនឹងភាពមិនច្បាស់លាស់ដែលកំពុងតែកើតមានឡើងការរំខានច្រវាក់នៃផ្គត់ផ្គង់ហើយនឹងតានតឹងខាងផ្នែកនយោបាយកំពុងតែកើនឡើងដែលគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់បាទឃើញទេនៅពេលអ្នកនរចាប់ផ្ដើមយល់ពីពាក្យទាំងអស់នោះពាក្យទាំងអស់ហ្នឹងហើយយល់ពីរបៀបនៃការបកប្រែគឺ easy vocabulary ដែលយើងចេះហ្នឹងជាមួយផ្នែកទេប៉ុន្តែអ្វីដែលមួយផ្នែកគឺរបៀបនៃការចាប់ផ្ដើមបកប្រែចេញពីណាមកមុនអញ្ចឹងនៅក្នុងការ translate newspaper អត់ពិបាកទេទី1រក direct speak និង indirect speak ឲ្យឃើញបាទទី2គឺចាប់ផ្ដើមកន្លែងទៅកាន់មួយណាគឺជា main word គឺពាក្យដែលសំខាន់ជាងគេឬក៏ហៅថា main noun ដែលសំខាន់ជាងគេយើងចេញក្បាលនឹងមកមុនមកហើយយើងចូលមកតទៀត For Asian this development highlight the need to strengthen regional resilience through diversified energy sources promoting deeper economic integration and enhancing the crisis coordination mechanism he said បាទខ្ញុំសូមអានម្ដងទៀត For Asian this development highlight the need to strengthen regional resilience បាទនេះអានថា resilience បាទនិយាយថា resilience through diversifying energy sources promoting deeper economic integration and enhancing the crisis coordination mechanism បាទ he said នេះឃើញទេអញ្ចឹងដូចខ្ញុំនិយាយចឹងនៅពេលដែលយើងចាប់ផ្ដើមអាន sentence ពឹបយើងឃើញ he said អញ្ចឹងអាហ្នឹងហៅថា direct speak indirect speak តែនេះគេហៅថាវាជា direct speak គឺកន្លែងឃើញមកមានវាពីរហ្នឹងហៅថាវាជា direct speak ដែលភ្ជាប់ជាមួយនឹង he said ហ្នឹងនឹងហៅថា direct speak មានថាយើងស្រង់សម្ដីដើមគេមកនិយាយមួយទៀតដកស្រង់សម្ដីមកនេះនិយាយមួយទៀតដកស្រង់សម្ដីដើមមកគេមកនិយាយមកសរសេរ
នឹងចឹងតោះយើងតទៀតចាប់ណាបកមក for Asian សម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ this development ការអភិវឌ្ឍនេះ highlight យើង highlight បង្ហាញ highlight យើងបកប្រែថាបង្ហាញ need តម្រូវការ need បាទ need បើយើងបកប្រែធម្មតាបកថា need បកប្រែថាធម្មតាត្រូវការខ្ញុំត្រូវការសភៅ I need a book ខ្ញុំត្រូវការប៊ិច I need a pen ប៉ុន្តែកាលណាគេយក need ប្រើជាមួយនឹង business sector នៅក្នុងវិស័យពាណិជ្ជកម្មឬក៏ economic sector ក្នុងវិស័យសេដ្ឋកិច្ច need យើងបកប្រែថាតម្រូវការ customer need តម្រូវការរបស់អតិថិជនបាទហ្នឹងយើងទៅប្រើពាក្យហ្នឹងដល់ពេលគេប្រើពាក្យ strengthen ពង្រឹងបាទ strengthen ហ្នឹងបើថាពង្រឹង regional ក្នុងតំបន់ resilient ភាពធន់ចឹងចាំពាក្យណា resilient បើថាភាពធន់ resilience ភាពធន់បាទពង្រឹងភាពធន់នៅក្នុងតំបន់ through តាមរយៈ through នេះតាមរយៈ diversifying នេះយើងនិយាយសាមញ្ញគឺបែងចែកបើយើងប្រើពាក្យបច្ចេកទេសយើងបកប្រែថាការធ្វើពិពិធម្មកម្ម diversifying នេះបើយើងបកប្រែបច្ចេកទេសបកថាធ្វើពិពិធម្មកម្មមានន័យថាបែងចែកណាមានន័យថាបែងចែក diversifying ធ្វើពិពិធម្មកម្មឬក៏មានន័យថាបែងចែក energy sources energy ថាមពល sources បកថាប្រភពបែងចែកនៅប្រភពថាមពល promoting ដោយជំរុញឲ្យបាទ promoting ដោយជំរុញឲ្យ deeper កាន់តែជ្រៅឡើង deeper នោះបើថាកាន់តែជ្រៅឡើង economic integration សមាហរណកម្មសេដ្ឋកិច្ច economic integration ហ្នឹងបាទសមាហរណកម្មសេដ្ឋកិច្ច and enhancing ហើយពង្រីក enhancing ហ្នឹង enhance ហ្នឹងពង្រីកហើយនឹងពង្រីកបាទ crisis crisis វិបត្តិ coordination បាទ coordination បាទ coordination នេះខ្ញុំអត់ខ្ញុំនិយាយស្មោះត្រង់គឺពាក្យនេះខ្ញុំអត់ចេះទេប៉ុន្តែខ្ញុំនឹង check មើលខ្ញុំនឹងបើកវចនានុក្រមបាទតែមានសិទ្ធិភាពអស់ខ្ញុំចេះទាំងអស់ទេអ្នកនរគ្នាការសម្របសម្រួលបាទឃើញទេយើងមើលពីបង្ខ្វាច់ coordination បកថាការសម្របសម្រួល mechanism ជំនួស mechanism បើក្នុងន័យបកធម្មតាផ្លាកឬក៏ជាហោ mechanism ហ្នឹងប៉ុន្តែយើងមើលរបស់នេះខ្ញុំបកតាមមិនដែរជាមួយសិនខ្ញុំមិនច្បាស់ពាក្យហ្នឹងទេយន្តការបាទ mechanism ណាពេលខ្លះយើងជួបពាក្យមួយដែលយើងពិបាកយល់ប៉ុន្តែយើងអាចយល់វាបានតាមរយៈវចនានុក្រមអញ្ចឹងវាថាបាទអញ្ចឹងមានន័យថាពេលខ្លះពាក្យខ្លះគឺយើងអត់ចេះទេដូចជា mechanism ហ្នឹងបើតែយន្តការបាទគឺយកពាក្យហ្នឹង mechanism បកទៅយន្តការបើយើងយកភាសាប្រើប្រាស់ដូចជាក្នុងសភៅក្រុមហ៊ុនអីហ្នឹង mechanism ហ្នឹងមិនជាយន្តការវាទៅជាបើថាភាពវិធីសាស្ត្រឬក៏វិធីសាស្ត្រអ្នកខ្លះហៅថាវិធីសាស្ត្រឬក៏អ្នកខ្លះគេថាបើថាក្បួនខ្នាតអីចឹងវិញដែរប៉ុន្តែគេណាគេយកពាក្យ mechanism ប្រើជាមួយនៅក្នុងវិស័យពាណិជ្ជកម្មសេដ្ឋកិច្ចអីផ្សេងយើងត្រូវបកប្រែថាយន្តការដែលលាយឡំជាមួយនឹងពាក្យពេចន៍ដែលគេប្រើប្រាស់នយោបាយណាអញ្ចឹង mechanism នេះយើងបកប្រែថាយន្តការបាទយន្តការ coordination នេះបើថាសម្របសម្រួល crisis វិបត្តិតែពេលយើងពាក្យនឹងផ្សំចូលគ្នាយន្តការសម្របសម្រួលវិបត្តិឃើញទេបាទ crisis coordination mechanism អញ្ចឹងពាក្យទាំងអស់ហ្នឹងមិនមែនពេលខ្លះយើងចាំឡើងបកប្រែកសែតមកយើងអត់ចេះពាក្យបច្ចេកទេសអញ្ចឹងអ្នកនរគ្នាត្រូវទាញវចនានុក្រមបកហើយអញ្ចឹងវចនានុក្រមគាត់ដាក់ទៅយើងត្រូវវចនានុក្រមដាក់យើងអត់ត្រូវទេអញ្ចឹងអ្នកនរគ្នាត្រូវពេលខ្លះត្រូវស្វែងរកវចនានុក្រមណាដែលត្រូវនឹងបច្ចេកទេសនៃការបកប្រែអញ្ចឹងបកប្រែកសែតគឺចឹងវាខុសពីបកប្រែធម្មតាដូចជា need អញ្ចឹងយើងបើយើងធម្មតាយើងបកប្រែថាត្រូវការប៉ុន្តែបើពេលដែលយក need នឹងប្រើជាមួយនឹងផ្នែក economic ឬក៏ផ្នែក business
នេះមិនមែនបបថាត្រូវការវាជាតម្រូវការបាទតម្រូវការចាំបាច់ mechanism បើក្នុងភាសាយោ business ហ្នឹងមានថាយន្តការបាទយន្តការវាគឺជាពាក្យបច្ចេកទេសនិយាយថាវាគឺជាពាក្យបច្ចេកទេសចុះបាទ coordination នេះក៏ពាក្យបច្ចេកទេសដែរគឺការសម្របសម្រួលមកពាក្យ coordinate សម្របសម្រួលតែពេលវាជានាម coordination ការសម្របសម្រួលបាទអញ្ចឹងអ្នកនរគ្នាទៅចាំពាក្យមួយដែលខ្ញុំបានរៀនដែរគឺ mechanism បបថាយន្តការហើយនឹង diversifying យើងបកប្រែថាការបែងចែកបើយើងបកប្រែថាពាក្យបច្ចេកទេសខាងផ្នែកពាណិជ្ជកម្មឬក៏សេដ្ឋកិច្ចហ្មងមានថាធ្វើពីពាក្យធម្មកម្មបាទធ្វើពីពាក្យធម្មកម្មមានការបែងចែកបាទអញ្ចឹងខ្ញុំបកប្រែឲ្យមកបណ្ដោយទៅ he said ខ្ញុំបកពីនេះមកមុនគាត់បានមានប្រសាសន៍ថាសម្រាប់សមាគមអាស៊ានការអភិវឌ្ឍនេះបានបង្ហាញតម្រូវការដើម្បីពង្រឹងនៅធនក្នុងតំបន់តាមរយៈធនធានថាមពលដែលត្រូវបានបែងចែកដោយជំរុញឲ្យមានសមាគមសេដ្ឋកិច្ចកាន់តែស៊ីជម្រៅហើយនឹងការពង្រីកនៃយន្តការសម្របសម្រួលវិបត្តិហើយយើងបកប្រែពាក្យណាជាបកវាម្ដងទៀតគាត់បានមានប្រសាសន៍ថាសម្រាប់សមាគមអាស៊ានការអភិវឌ្ឍនេះបានបង្ហាញនៅតម្រូវការដើម្បីពង្រឹងនៅភាពធន់ក្នុងតំបន់តាមរយៈការបែងចែកធនធានថាមពលបាទ energy source ហ្នឹងបើថាធនធានថាមពលដោយលើកកម្ពស់ក៏បានឬក៏ជំរុញក៏បានដោយជំរុញឲ្យមានសមាគមសេដ្ឋកិច្ចកាន់តែស៊ីជម្រៅហើយនឹងការពង្រីកយន្តការសម្របសម្រួលវិបត្តិបាទនេះកម្ពុជាបានលើកឡើងបញ្ហានឹងមកនិយាយដែរអញ្ចឹងប្រទេសសមាគមអាស៊ានមាន10ប្រទេសហ្នឹងក៏ត្រូវចូលរួមស្ដាប់ដែរណា Kip Main President of Cambodia Chamber of Commerce ម្ដងទៀត Kip Main President of the Cambodia Chamber of Commerce told executives that reason well of unilateral tariff retaliatory response have intensified economic fragmentation. He noted a shift away from predictable multilateral trading system toward a more transactional global order បាទနောက်ទៀតណា Kip Main President of the Cambodia Chamber of Commerce told executives that reason well of unilateral tariff and retaliatory response have intensified economic fragmentation. He noted a shift away from predictable multilateral trading system toward a more transactional global order. គឹបមេងលោកគឹបមេង President of Cambodia Chamber of Commerce បើថាប្រធានសភាពាណិជ្ជកម្មប្រទេសកម្ពុជាយើងចាំពាក្យហ្នឹងណាបាទយើងចាំពាក្យហ្នឹង Cambodia Chamber of Commerce ហ្នឹងសភាពាណិជ្ជកម្មប្រទេសកម្ពុជាដាក់ឈ្មោះថា CCC បាទអញ្ចឹង CCC គឺមកពីថា Cambodia Chamber of Commerce សភាពាណិជ្ជកម្មប្រទេសកម្ពុជាអញ្ចឹងយើងបកប្រែមកលោកកឹមមេងដែលជាប្រធាននៃសភាពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាបានប្រាប់ executive ក្រុមនាយកប្រតិបត្តិបាទ executive នោះបើថាក្រុមនាយកប្រតិបត្តិ that ថា reason aware of unilateral tariff and retaliatory response រលកនៃពន្ធដារជាឯកតោភាគីហើយនឹងការឆ្លើយតបវិញដោយការសងសឹកបាទ retaliatory នឹងការសងសឹកបាទ retaliatory response នឹងការឆ្លើយតបដោយការសងសឹក help intensify economic intensify នឹងកាន់តែតានតឹង intensify នឹងតានតឹង economic សេដ្ឋកិច្ចហើយគេប្រើពាក្យមួយទៀត fragmentation នេះគឺស្មើនឹងពាក្យមួយ diversifying បែងចែកអញ្ចឹងខាងលើគេប្រើពាក្យ diversifying ខាងក្រោមគេប្រើពាក្យ fragmentation បាទអញ្ចឹង fragmentation ហើយនឹង diversifying បកប្រែមានន័យដូចគ្នាមានន័យថាបែងចែក He note គាត់បានកត់ចំណាំថា a shift away
ការផ្លាស់ប្ដូរឆ្ងាយចេញពី shift នឹងការផ្លាស់ប្ដូរឆ្ងាយចេញពី from predictable មិនអាចរំពឹងទុកបានបាទ predictable នោះមិនអាចរំពឹងទុកបានមិនអាចទស្សន៍ទាយបានមិនអាចមើលឃើញនៅពេលខាងមុខបានគេប្រើពាក្យហ្នឹងណា multilateral ពហុភាគី unilateral ឯកតោភាគីប៉ុន្តែនៅពេលដែលគេប្រើពាក្យ multilateral បើថាពហុភាគីនោះសាពាក្យបច្ចេកទេសអ្នកនរនឹងសិទ្ធិពាក្យបច្ចេកទេសដែលយើងត្រូវយល់ណាអញ្ចឹងមិនមែនមានន័យថារៀនមិនមានថាពាក្យមិនមានន័យថាពាក្យខ្លះដែលយើងរៀនទៅហ្នឹងសិតតែត្រូវទាំងអស់ទេអញ្ចឹងអាពាក្យខ្លះវាប្រើក្នុងស្ថានភាពក្នុងពេលបែបហ្នឹងពាក្យខ្លះក្នុងស្ថានភាពបែបផ្សេងដូចជា unilateral ឯកតោភាគីបាទតែបើយើងយកពាក្យហ្នឹងប្រើក្នុងអត្ថន័យផ្សេងវិញទៅជាតឯងវិញបាទតឯងវិញអញ្ចឹងពាក្យទាំងអស់គឺប្រែស្រួលតាមពាក្យបច្ចេកទេសអញ្ចឹងអ្នកនរគ្នាត្រូវយល់ពីបច្ចេកទេសដូចជា mentionism អញ្ចឹង mentionism យើងបកទៅយន្តការមិនតែពេលគេយកពាក្យ mentionism ប្រើជាមួយនឹងប្រយោគ sentence ផ្សេងមិនមែនបកទៅយន្តការទេវាប្រើអីផ្សេងមួយទៀតអញ្ចឹងអ្នកនរគ្នាត្រូវយល់ភាពបត់បែនសិគឺយន្តការវិធីសាស្ត្រអញ្ចឹងទៅជាងការក្នុងពាក្យ sense ទៅបកទៅតាមវិធីសាស្ត្រវិញទៅបាទដូចជា multilateral នេះ multilateral ពហុភាគីបាទ multilateral trading system បើថាប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមិនអាចទស្សន៍ទាយបានដែលមិនអាចមើលឃើញនៅថ្ងៃខាងមុខបាន toward ដែលឆ្ពោះទៅកាន់ a more transactional global order order នេះយើងបកប្រែថាកំងមែនទេប៉ុន្តែពេលនេះមានបកថាកំងហើយសណ្ដាប់ធ្នាប់បាទសណ្ដាប់ធ្នាប់បាទសណ្ដាប់ធ្នាប់ហើយដល់ពេលគេប្រើពាក្យ transactional នោះបើថាប្រតិបត្តិការ transactional នោះបើថាប្រតិបត្តិការសណ្ដាប់ធ្នាប់ឬក៏បទបញ្ជាឬក៏ច្បាប់ជាសកលមួយដែលកំពុងតែប្រតិបត្តិការបន្ថែមទៀតបាទបាទជាខ្ញុំបកប្រែស្ដាប់ម្ដងទៀតមិនចេះពាក្យទាំងអស់ហើយយើងបកប្រែធម្មតាក្នុងនេះគឹបមេងដែលជាប្រធាននៃសភាពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាបានប្រាប់សូមអានម្ដងទៀតណាខ្ញុំសាំម្ដងទៀតគឹបមេង President of Gambia Chamber of Commerce បើថាលោកគឹបមេងដែលជាប្រធាននៃសភាពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាធ្វើ Executive បានប្រាប់ទៅដល់ក្រមនាយកប្រតិបត្តិថា reason aware of unilateral tariff and retaliatory response បើថារលកនៃពន្ធដារឯកតោភាគីហើយនឹងការឆ្លើយតបនៃការសងសឹកនៅពេលថ្មីៗនេះ have intensified បានធ្វើឲ្យការបែងចែកនៃសេដ្ឋកិច្ចកាន់តែតានតឹងទៅ he note គាត់បានកត់ចំណាំថា a shift away ការផ្លាស់ប្ដូរមួយឆ្ងាយចេញពីប្រព័ន្ធដោះដូរជាពហុភាគីឆ្ពោះទៅកាន់សណ្ដាប់ធ្នាប់សកលដែលកំពុងតែប្រព្រឹត្តបន្ថែមទៀតបាទអញ្ចឹងខ្ញុំបកប្រែងាយស្រួលសាម្ដងទៀតលោកកឹមមេងដែលជាប្រធាននៃសភាពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាបានប្រាប់ក្រមនាយកប្រតិបត្តិថារលកនៃពន្ធដារជាឯកតោភាគីហើយនឹងការឆ្លើយតបដោយការសងសឹកនាពេលថ្មីៗនេះបានធ្វើឲ្យការបែងចែកសេដ្ឋកិច្ចនេះកាន់តែមានភាពតានតឹងបន្ថែមទៀតហើយគាត់ក៏បានកត់ចំណាំផងដែរថាការផ្លាស់ប្ដូរមួយដែលឆ្ងាយអំពីប្រព័ន្ធដោះដូរពាណិជ្ជកម្មពហុភាគីកាន់តែមិនអាចរំពឹងទុកបានដែលឆ្ពោះទៅកាន់សណ្ដាប់ធ្នាប់សកលដែលកំពុងតែប្រតិបត្តិការបន្ថែមទៀតបាទ Main said the instability is compounded by the escalation. Main said the instability is compounded by the escalation of conflict between the United States, Israel, Iran, with its
directly challenging Asian Crow in 2026 បាទលោកមេនឹងបានមានប្រសាសន៍ថាការអស្ថិរភាព instability នឹងការអស្ថិរភាព compound ត្រូវបានរួមផ្សំបាទ compound ត្រូវបានរួមផ្សំលោកមេបានមានប្រសាសន៍ថាការអស្ថិរភាពត្រូវបានរួមផ្សំដោយការកើនឡើងនៃចំនួនរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល អ៊ីរ៉ង់ដែលកំពុងតែផ្លាស់ប្ដូរយ៉ាងផ្ទាល់មួយទៅកាន់ការរីកលាស់របស់អាស៊ានក្នុងឆ្នាំ2026បាទឃើញទេចឹងយើងនិយាយស្ដាប់បានលោកមេបានមានប្រសាសន៍ថាការអស្ថិរភាពដែលត្រូវរួមបញ្ចូលដោយការកើនឡើងនៃចំនួនរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែលនិងអ៊ីរ៉ង់ដែលកំពុងតែប្រឈមនឹងការរីកលូតលាស់របស់អាស៊ានដោយផ្ទាល់ក្នុងឆ្នាំ2026ឃើញទេយើងបកប្រែតាមបែបបច្ចេកទេសអញ្ចឹងអ្នកស្ដាប់យើងគេយល់យើងចាស់ស្ដាប់គេយល់យើងថាយើងបកប្រែយ៉ាងម៉េចអញ្ចឹងណា with brand growth price surging and disruption in the Strait of Hormuz a transit point for 20% of the world oil our regional business face immediate inflationary pressure meant at he argued that Asia's strength lies in upholding neutrality and centrality rather than choosing sides បាទខ្ញុំអានម្ដងទៀត with brand growth price surging and disruptions in the Strait of Hormuz a transit point for 20% of the world oil our regional business face immediate inflammatory pressure meant at he argued that Asia's strength lies in upholding neutrality and centrality rather than choosing sides គឺមានខ្មែរគឺមានសំដៅមានក្តៀសពីរហ្នឹងឯងចឹងឡើយនេះយើងអត់តន់បកទេយើងមកបកឡើយនេះវិញមេងលោកកឹបមេងនឹងបានបន្ថែមថាជាមួយនឹងតម្លៃប្រេងឆៅបាទជាមួយនឹងតម្លៃប្រេងឆៅ surging ដែលកំពុងតែហក់កើនឡើង surging នេះកំពុងតែហក់កើនឡើង and disruption ហើយនឹងការរំខាន in the strait នៅក្នុងច្រកសមុទ្រ Hormuz a transit ការ transit ហ្នឹងការដោះដូរការដឹកជញ្ជូនបាទសុំទោស transit នេះយើងបកប្រែថាឆ្លងកាត់ transit ហ្នឹងឆ្លងកាត់សំទោសមិនដឹងជឿដឹកឃើញអត់ដល់ចង់វិញពាក្យចង់វិញពាក្យអញ្ចឹង transit នេះយើងបកប្រែថាយើងបកថាយើងបកប្រែថាឆ្លងកាត់ transit ចូលឆ្លងកាត់ point ចំណុច for 20% 20%នៃប្រេងពិភពលោក our regional business ពាណិជ្ជកម្មក្នុងស្រុករបស់ពួកយើង face ប្រឈមមុខ immediate ភ្លាម inflationary pressure ការដាក់សម្ពាធនៃអតិបរមាបាទ he accused នេះអាន accused ដល់តាមនេះសិនមកតាមនេះសិនអញ្ចឹងលោកកឹមមេបានបន្ថែមថាដោយតម្លៃប្រេងឆៅដែលកំពុងតែកើតមានឡើង brand នេះគឺយើងជាឈ្មោះរបស់គេណាឈ្មោះគេខ្ញុំបកចេញទេបើសិនមកអ្នកគ្នាដឹងជួយប្រាប់ខ្ញុំផងខ្ញុំរកពាក្យនេះខ្ញុំរកឃើញទេប៉ុន្តែគេថាពាក្យនេះគឺជាពាក្យបច្ចេកទេសរបស់គេឬក៏ឈ្មោះរបស់គេខ្ញុំពិបាកថាដែរប៉ុន្តែបើអ្នកគ្នាដឹងជួយប្រាប់ផងចំណុចមួយហ្នឹងបាទចំណុចហ្នឹងជួយនឹងប្រាប់ផងព្រោះយើងចេះតែពាក្យ crowd បើតែឆៅ price តម្លៃប្រេងឆៅ brand ហើយប្រហែលជាវាមានអត្ថន័យផ្សេងតែខ្ញុំរកឃើញបាទ searching កំពុងហក់ខ្ពស់ឡើងដោយតម្លៃប្រេងឆៅកំពុងហក់ខ្ពស់ឡើង disruption ការរំខាននៅក្នុងច្រកសមុទ្រ Hormuz strength point ដែលជាតំបន់ឆ្លងកាត់ 20% នៃប្រេងពិភពលោក regional business face immediate មានន័យថាពាណិជ្ជកម្មក្នុងស្រុករបស់យើងប្រឈមនឹងការដាក់សម្ពាធនៃអធិបតេយ្យនៅភ្លាម he accused គាត់បានអះអាងថា accused នឹងអះអាងគាត់បានអះអាងទៀតថា Asian strength ភាពខ្លាំងរបស់ ASEAN lie in unholding ពឹងផ្អែកទៅលើការបង្ហាញ neutrality អព្យាក្រឹតភាព centrality ភាពជាកណ្ដាល
rather than ជាជាង choosing side ជ្រើសទៅម្ខាងលោកកឹមមេងបានបន្ថែមថាជាមួយនឹងតម្លៃប្រេងឆៅដែលកំពុងតែហក់កើនឡើងហើយនឹងការរំខាននៅក្នុងច្រកសមុទ្រ Hormuz ដែលជាតំបន់ឬក៏ជាច្រកឆ្លងកាត់ 20% នៃសាំងរបស់ពិភពលោកពាណិជ្ជកម្មក្នុងតំបន់របស់ពួកយើងប្រឈមមុខនឹងការដាក់សម្ពាធអតិប្រមាណនៅភ្លាមៗហើយក៏បានអះអាងទៀតថាភាពខ្លាំងរបស់អាស៊ានអាស្រ័យទៅលើការបង្ហាញ including ការបង្ហាញភាពអព្យាក្រឹតភាពជាកណ្ដាលជាជាងការជ្រើសរើសម្ខាងទៅម្ខាង Thong Main David, a director at the Cambodia University of Technology and Science, told Sin Hao that the most immediate impact would be on energy price. He warned that as most Asian economies are net energy importers, higher costs will drive inflation, weaken consumer purchasing power. ចាប់ផ្ដើមមកណាលោកធំមេងដាវីតដែលជានាយកនៅឯសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្ររបស់ប្រទេសកម្ពុជាបានប្រាប់លោកស៊ីនហៅថា the most បំផុត immediate ភ្លាម impact ផលប៉ះពាល់ភ្លាមបំផុតនឹង would be on គឺនៅលើ energy price នៅលើតម្លៃនៃថាមពល he warned គាត់បានព្រមានថា as most Asian economy are net energy importer គាត់បានព្រមានថាក្នុងនាមបានព្រមានថានៅពេលដែលសេដ្ឋកិច្ចរបស់អាស៊ានគឺជាអ្នកដែលនាំចូលថាមពលសុទ្ធសាធហ្នឹងហើយ cost តម្លៃកាន់តែខ្ពស់វា drive inflation នឹងជំរុញឲ្យមានអតិផរមា and weaken consumer purchasing power ហើយនឹងធ្វើឲ្យអំណាចនៃការទិញរបស់អតិថិជនហ្នឹងគឺកាន់តែចុះទាបបាទ consumer ហ្នឹងបើថាអ្នកប្រើប្រាស់ consumer ប្រើប្រាស់ purchasing ការទិញ power បើថាអំណាចចឹង weaken consumer purchasing power បើថាធ្វើឲ្យអំណាចនៃការទិញរបស់អ្នកប្រើប្រាស់ចុះខ្សោយបាទចឹងយើងចេះពាក្យបច្ចេកទេសច្រើនណាលោក Thong Main David ដែលជានាយកនៅឯខ្ញុំសូមអបអរទៀតលោក Thong Main David ដែលជានាយកនៅឯសាកលវិទ្យាល័យបច្ចេកវិទ្យាហើយនិងវិទ្យាសាស្ត្ររបស់ប្រទេសកម្ពុជាបានប្រាប់លោកស៊ីនហៅថាផលប៉ះពាល់ភ្លាមបំផុតនឹងពឹងផ្អែកទៅលើតម្លៃនៃប្រេងសាំងហើយគាត់បានព្រមានថានៅពេលដែលសេដ្ឋកិច្ចរបស់អាស៊ានភាគច្រើនបំផុតនោះគឺសុទ្ធសឹងតែជាអ្នកនាំចូលនៅថាមពលតម្លៃកាន់តែខ្ពស់នឹងធ្វើឲ្យមានអតិផរមាហើយនឹងធ្វើឲ្យអំណាចនៃការទិញរបស់អ្នកប្រើប្រាស់កាន់តែចុះខ្សោយយើងចេះទៅយើងងាយស្រួលបក For Cambodia, Mendevis said the impact will be noticeable in the government and agriculture sectors due to rising logistic expense សម្រាប់ប្រទេសកម្ពុជាលោកមេងដាវីតបានមានប្រសាសន៍ថា set នេះយើងបកទៅនិយាយដល់ពេលយើងប្រើពាក្យបកប្រែសម្រាប់អ្នកដែលគាត់មានទួនាទីខ្ពស់យើងបកប្រែថាមានប្រសាសន៍ថា the impact ផលប៉ះពាល់ will be notable នឹងជាការកត់សម្គាល់មួយ in government រោងចក្រ government កាត់ដេរមិនរោងចក្រសំទុះកាត់ដេរ agriculture កសិកម្មផលប៉ះពាល់នឹងត្រូវបានគេកត់សម្គាល់នៅក្នុង sector វិស័យ agriculture sector វិស័យកសិកម្ម government sector វិស័យកាត់ដេរសម្រាប់ប្រទេសកម្ពុជាលោកមេងដាវីតបានមានប្រសាសន៍ថាផលប៉ះពាល់នេះនឹងជាការកត់សម្គាល់មួយនៅក្នុងវិស័យកសិកម្មហើយនិងវិស័យកាត់ដេរ U2 នឹងដោយសារតែ U2 អ្នកគ្នា U2 នឹងគឺដោយសារតែ rising ការកើនឡើង logistic expense ដោយសារតែកើនឡើងនៃការចំណាយនៃថ្លៃដឹកជញ្ជូនបាទ logistic នឹងដឹកជញ្ជូនចឹងខ្ញុំបកប្រែម្ដងនេះ for Cambodia សម្រាប់ប្រទេសកម្ពុជាលោក Main David បានប្រសាសន៍ថា
ផលប៉ះពាល់និងគួរឲ្យកត់សម្គាល់មួយនៅក្នុងវិស័យកសិកម្មហើយនិងវិស័យកាត់ដេរដោយសារតែការកើនឡើងនៃការចំណាយថ្លៃដឹកជញ្ជូនខ្ញុំចុះមកទៀតវិញបាទ He urged the bloc to boost regional energy cooperation and diversify export markets to sustain growth គាត់បានជំរុញថា urge ជំរុញ bloc ជំនួស bloc បើថាតំបន់ bloc នឹងតំបន់ bloc ឬក៏ bloc គាត់បានជំរុញឲ្យ bloc ទាំងអស់ហ្នឹង to boost ជំរុញឲ្យមាន regional តំបន់ energy ថាមពល corporation សហប្រតិបត្តិការអញ្ចឹងពាក្យនេះបកប្រែចូលគ្នា regional energy corporation សហប្រតិបត្តិការថាមពលនៅក្នុងតំបន់បាទគាត់បានជំរុញថាតំបន់ហ្នឹងជំរុញឲ្យមានសហប្រតិបត្តិការថាមពលក្នុងតំបន់ in diversify export ហើយនឹងការបែងចែកនៅទីផ្សារនាំចេញទៅឆ្ពោះទៅកាន់ការលូតលាស់មួយដែលមានស្ថិរភាព substance ស្ថិរភាពណា Growth ការលូតលាស់ He urged the bloc to boost regional energy cooperation and diversified export markets to sustain growth ក៏បានជំរុញឲ្យតំបន់ហ្នឹងជំរុញឲ្យមានសហប្រតិការតំបន់ធម្មពលហើយនឹងធ្វើពិពិធម្មកម្មទីផ្សារនាំចេញឆ្ពោះទៅកាន់ការលូតលាស់មួយដែលមានស្ថិរភាព ASEAN comprise Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand, Vietnam, Timor Leste, Sinhao លោក Sinhao ក៏បានមានប្រសាសន៍ទៀតថាអាស៊ានរួមមានដូចជា Brunei កម្ពុជា Indonesia ឡាវ Malaysia មីយ៉ាន់ម៉ា Philippines សិង្ហបុរីប្រទេសថៃ វៀតណាមហើយនិងទីម៉ូបាទសម្រាប់ការរៀនបកប្រែកាសែតយើងគឺមានប៉ុណ្ណឹងបាទគឺយើងមានប៉ុណ្ណឹងបើសិនបើអ្នកនរគ្នាបើសិនបើអ្នកនរគ្នាត្រូវការអត់យល់ឡើយណាច្បាស់ឡើយណាសូម comment នៅក្នុងបកគូមកសម្រាប់គូមានប៉ុណ្ណឹងជួបគ្នានៅវគ្គខាងក្រោយណា